Standard Academy លំហាត់ថ្ងៃនេះនិយាយអំពីប្រមាណវិធីបូកនិងដកចំនួនគុត relative ឧទាហរណ៍ដំបូងយើងមាន4លំហាត់ថ្ងៃនេះ1 2 3ហើយនឹង4ដោយលំហាត់ទី4មានលេខធំជាងគេ5បូកនឹងដក3អញ្ចឹងនៅទីនេះលោកគ្រូមានសញ្ញាបូកចំនួនទាំងអស់គឺ5 1 2 3 4 5បូកនឹងដក3ផ្នែកដកនេះគឺតិចជាងមានត្រឹម3ទេហើយបូកប៉ះមួយដកនេះដូចជាងប្រើថ្ម7អញ្ចឹងគឺអស់អញ្ចឹង3គូនេះគឺអស់អញ្ចឹងនៅសល់អ្វីគឺនៅសល់សញ្ញាបូកនេះគឺបូក2លំហាត់ទី2ដក5បូកនឹង3អញ្ចឹងលោកគ្រូមានដកទាំងអស់នេះគឺចំនួន5ទាំងអស់នេះ5ហើយបូកនេះគឺ3អញ្ចឹងគូដែលមាននេះគឺមាន3គូហើយ3គូនេះបូកប៉ះដកនេះគឺអស់លេងអ្វីដែលនៅសល់គឺសញ្ញាដកចំនួនប្រមាណចម្លើយដែលត្រឹមត្រូវគឺដក2ហើយលំហាត់ទី3ចុះបើដក5ផងហើយដក3ទៀតតើចម្លើយចុងក្រោយគឺប្រមាណនៅនេះជួរលើនេះគឺដក5តែជួរក្រោមនេះគឺដក3អញ្ចឹងទាំងអស់នេះគឺសុទ្ធតែសញ្ញាដក5ហើយដក3ថែមទៀតដកទាំងអស់គឺដក8ចុះបើលេខវាច្រើនដក72ហើយបូក81បើលេខច្រើនបែបនេះយើងមើលតើលេខមួយណាដែលធំជាង72ឬ81គឺខាងបូកនេះធំជាងខាងបូកធំជាងចម្លើយវាប្រកាសជាចេញបូក81ដក72នៅសល់ប្រមាណវានៅសល់9បូកនេះយើងចង់ដាក់វាចូលក៏បានឬមិនបាច់ដាក់វាក៏បានតទៀតនេះលោកគ្រូមានកិច្ចការផ្ទះសម្រាប់ពួកយើងទាំងអស់គ្នាសាកល្បងធ្វើ